ខ្ញុំតែងតែឆ្ងល់ថាហេតុអ្វីបានជាចាស់ៗនៅក្នុងស្រុកភូមិរបស់ខ្ញុំតែងតែស្លៀកពាក់សធ្វើដំណើរទៅវត្តរៀងរាល់ថ្ងៃសិលតើសិលមានអត្ថន័យដូចម្តេចនៅក្នុងព្រះពុទ្ធសាសនាសិលជាឱសថសិលគឺជាថ្នាំដ៏ប្រសើរសម្រាប់ព្យាបាលណាសិលជារបងសិលជាទឹកភ្លៀងសិលជាគុណធម៌ណាសម្រាប់ឲ្យមនុស្សយើងនឹងធ្វើនៅអំពើល្អហ្នឹងហើយអំពើល្អហ្នឹងគឺជាសេចក្តីសុខជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនឲ្យយល់កាន់តែច្បាស់អំពីថ្ងៃសិលក្នុងព្រះពុទ្ធសាសនាដែលមានប្រជាជនកម្ពុជាយើងគោរពប្រតិបត្តិរហូតដល់ 95% នៅក្នុងចំណោមថ្ងៃទាំង7នៃសប្តាហ៍មានមួយថ្ងៃដែលពុទ្ធបរិស័ទគ្រប់រូបតែងតែនាំគ្នាសម្ដែងទៅកាន់ទីអារាមដ៏ស្ងប់ស្ងាត់ថ្ងៃនោះគឺថ្ងៃសិលឬថ្ងៃឧបោសថថ្ងៃនេះផងដែរត្រូវបានចាត់ទុកជាថ្ងៃបុណ្យប្រចាំសប្តាហ៍សម្រាប់គ្រហស្ថពោលគឺអ្នកនៅផ្ទះដើម្បីបង្កើនកុសលធម៌សូមជម្រាបប្រាប់បងប្អូនទាំងអស់គ្នាថាថ្ងៃសិលគឺជាថ្ងៃដែលកំណត់ដោយច័ន្ទគតិមានចំនួន4ថ្ងៃក្នុងមួយខែសិលទី1គឺថ្ងៃ8កើតហៅថាសិលតូចសិលទី2គឺថ្ងៃ15កើតគឺសិលធំឬថ្ងៃពេញបរមីសិលទី3គឺថ្ងៃ8រោចហៅថាសិលតូចដែរហើយថ្ងៃទី4គឺថ្ងៃ15រោចឬ14រោចហៅថាសិលធំឬថ្ងៃដាច់ខែចំពោះថ្ងៃសិលនេះផងដែរគឺជាឱកាសសម្រាប់ពុទ្ធបរិស័ទលះបង់នូវការងារលោកីមករក្សាសិលអប់រំចិត្តនិងសន្សំកុសលផលបុណ្យហើយក៏ជាពេលវេលាសម្រាប់សម្រាកផ្លូវចិត្តពីភាពអ៊ូអរនៃជីវិតប្រចាំថ្ងៃរៀងរាល់ថ្ងៃសិលពុទ្ធបរិស័ទតែងតែទៅវត្តពីព្រលឹមដើម្បីធ្វើសកម្មភាពសំខាន់ៗមួយចំនួនទី1គឺសមាទានសិលនេះជាការបដិញ្ញាចិត្តរក្សាច្បាប់ក្រម5ឬ8ប្រការដើម្បីបង្ហាត់បង្រៀនកាយវាចាចិត្តឲ្យស្អាតស្អំទី2ស្ដាប់ព្រះធម៌ទេសនាព្រះសង្ឃបានសម្ដែងធម៌ពន្យល់ពីគុណធម៌បាបបុណ្យនិងមាគ៌ាទៅកាន់សេចក្តីសុខជួយពង្រីកបញ្ញាស្មារតីទី3ធ្វើបុណ្យទានការប្រគេនចង្ហាន់ការឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិមិត្តដែលបានចែកឋានទៅហើយនេះគឺជាការកសាងបុណ្យដ៏សំខាន់ទី4នោះគឺការចម្រើនភាវនាវត្តគឺជាទីកន្លែងដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ធ្វើការសមាធិរងាប់អារម្មណ៍និងស្វែងរកសេចក្តីស្ងប់ក្នុងចិត្តមានតូតានមានអូត្រឹមមានគេការទៅវត្តថ្ងៃសិលមិនមែនគ្រាន់តែជាទម្លាប់នោះទេប៉ុន្តែជាការវិនិយោគលើសុខភាពផ្លូវចិត្តនិងអនាគតរបស់ខ្លួនឯងសិលចំពោះបរិស័ទដែលមកសម្រាប់ទានសិលយើងប្រើពាក្យថាសម្រាប់ទានសិលហើយគេយើងនឹងគេតែងតែហៅថាសុំសិលណាពាក្យហ្នឹងវាមិនមែនជាពាក្យមកសុំទេគឺមកសម្រាប់ទានបានន័យថាការមកសម្ដែងនៅការប្រព្រឹត្តកន្លងទៅអស់ពេលវេលាមួយសប្តាហ៍ឬក៏8ថ្ងៃនៅក្នុងការបដិបត្តិអង្គសិលណាសិក្ខាបទនីមួយរបស់សិលហ្នឹងអញ្ចឹងសិលគឺជាឱសថសិលជាឱសថសិលគឺជាថ្នាំដ៏ប្រសើរសម្រាប់ព្យាបាលណាសិលជារបងសិលជាទឹកភ្លៀងសិលជាគុណធម៌ណាសម្រាប់ឲ្យមនុស្សយើងនឹងធ្វើនៅអំពើល្អហ្នឹងហើយអំពើល្អហ្នឹងគឺជាសេចក្តីសុខហើយថ្ងៃឧបោសថសិលក្តីណាថ្ងៃ8កើត8រោច15កើត14 15រោចអីជាដើមហ្នឹងអានោះគ្រាន់តែយើងកំណត់ពេលវេលាដើម្បីឲ្យបរិស័ទដែលជាឧបាសកឧបាសិកាជាអ្នកសមាទានសិលតែសិល5សិល8អីជាដើមជារៀងរាល់សិលហ្នឹងដើម្បីបញ្ជាក់នៃភាពស្មោះត្រង់នៃការសៅមងនៃសិលនីមួយនៃសិក្ខាបទនីមួយហ្នឹងដើម្បីយើងមកបញ្ជាក់ឬក៏មកសម្ដែងភាពស្មោះត្រង់ថាសិក្ខាបទមួយដែលយើងបានយកទៅបដិបត្តិហ្នឹងតើវាមានសេចក្តីសៅមងចំពោះសិក្ខាបទណានីមួយហើយយើងបន្តអនុវត្តសិលមួយហ្នឹងទៅជារៀងរាល់សិលបន្តទៀតអញ្ចឹងទៅនឹងការសម្ដែងសេចក្តីស្មោះត្រង់នៅសិលរបស់យើងណានៅត្រង់ចំណុចនេះខ្ញុំសូមលើកឡើងថានៅក្នុងព្រះពុទ្ធសាសនាការមកធ្វើបុណ្យកាន់សិលឬសមាទានសិលគឺមិនប្រកាន់វ័យភេទពណ៌សម្បុរនោះទេចំពោះសិលគឺមិនមានកំណត់វ័យមិនមានកំណត់ពណ៌សម្បុរមិនមានកំណត់វណ្ណៈទេក្នុងពុទ្ធសាសនាព្រះអង្គអត់មានកំណត់
សេចក្តីល្អឬក៏ការសមាទានសិលនេះគឺมันមានកំណត់វ័យมันមានកំណត់អាយុណាมันមានកំណត់អាយុมันមានកំណត់វណ្ណៈពណ៌សម្បុរកាយអាក្រក់ល្អសខ្មៅណាមានក្រមានយុអត់យុអីគឺអត់ប្រកាន់ទេវ័យណាក៏យើងអាចធ្វើបានយើងអាចយកទៅបដិបត្តិយកទៅចម្រើនបាននៅក្នុងសិលនីមួយទៅតាមចេតនាទៅតាមសេចក្តីជ្រះថ្លាដែលយើងយកទៅអនុវត្តយើងយកទៅបដិបត្តិណាគ្រប់វ័យយើងថាគ្រប់វ័យมันមានប្រកាន់มันមានប្រកាន់វ័យណាអត្ថន័យដ៏ជ្រាលជ្រៅនៃថ្ងៃសិលគឺរំលឹកយើងឲ្យដឹងថាទ្រព្យសម្បត្តិនិងឋានៈមិនមែនជាអ្វីទាំងអស់ក្នុងជីវិតនោះទេសេចក្តីសុខពិតប្រាកដគឺស្ថិតនៅត្រង់ចិត្តបរិសុទ្ធនិងការយល់អំពីព្រះធម៌បើនិយាយពីផលប្រយោជន៍បច្ចុប្បន្នវិញគឺពុទ្ធបរិស័ទទទួលបាននូវសេចក្តីស្ងប់ផ្លូវចិត្តកាត់បន្ថយ stress បង្កើនសតិសម្បជញ្ញៈនិងត្រៀមខ្លួនសម្រាប់ជីវិតល្អប្រសើរនាពេលអនាគតបន្ថែមពីនោះទៅទៀតក៏ជួយឲ្យសមាគមនិងប្រទេសជាតិទាំងមូលកាន់តែមានសុខសន្តិភាពនិងមានមនុស្សធម៌ឲ្យកាន់តែច្រើនផងដែរអញ្ចឹងក្នុងនាមយើងជាយុវជនជាយុវតីដែលជាទំពាំងស្នងរស័យក៏ដូចជាសសរទ្រូងនៃជាតិយើងត្រូវតែស្ដាប់ទូមានពាក្យព្រានបដៅរបស់គ្រូបាអាចារ្យចាស់ព្រឹទ្ធាចារ្យលោកអ្នកមានគុណគឺពំដាយរបស់យើងណាអញ្ចឹងព្រះពុទ្ធអង្គទ្រង់សម្ដែងថាសព្វបបស្សករណង្ការហាមធ្វើនៅអំពើបាបទាំងឡាយទាំងពួងណាហើយទី2គឺកុសលសៈសុបសម្បដាឲ្យសត្វទាំងឡាយឲ្យយើងទាំងឡាយហ្នឹងធ្វើតែអំពើល្អណាធ្វើអំពើល្អគឺការដែលណាប្រព្រឹត្តតាមធ្វើតាមអនុវត្តតាមណាគ្រូបាអាចារ្យចាស់ព្រឹទ្ធាចារ្យដែលបង្រៀនបង្ហាត់បង្ហាញឲ្យយើងធ្វើនៅអំពើល្អហ្នឹងអំពើល្អគឺធ្វើដោយកាយដោយវាចានិងដោយចិត្តនោះហើយឈ្មោះថាការប្រព្រឹត្តនៅអំពើល្អការសាងនៅអំពើល្អនេះជាពាក្យអវាទទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធទី3គឺសច្ចតបរិយោបដੰណាឲ្យសត្វលោកក៏ដូចជាគេយើងទាំងអស់គ្នាហ្នឹងជំរះណាជំរះនៅចិត្តណាជំរះនៅចិត្តដែលជាមន្ទិលនៃសេចក្តីអាក្រក់ទាំងឡាយទាំងពួងហ្នឹងយើងព្យាយាមជំរះបន្តិចម្ដងណានឹងគឺជាទ្រឹស្ដីនៅក្នុងពុទ្ធសាសនាហើយចំពោះក្មួយដែលជាយុវជនមុននឹងយើងធ្វើអ្វីមួយត្រូវគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាពិសេសគឺការខ្សែគប់ណាការខ្សែគប់នៅមិត្តណាកាលណាយើងខ្សែគប់បណ្ឌិតនាំឲ្យយើងកើតជាបណ្ឌិតយើងខ្សែគប់អ្នកចេះដឹងអ្នករៀនអ្នកសូត្រយើងនឹងបានចំណេះដឹងរៀនសូត្រអញ្ចឹងការខ្សែគប់នេះសំខាន់ណាស់ចំពោះយុវជនយុវតីបងប្អូនក្មួយៗដែលកំពុងតែសិក្សារៀនសូត្រសរុបមកការទៅវត្តថ្ងៃសិលគឺដើម្បីលះបង់នៅការងារលោកីងាកមកបដិបត្តិធម៌សម្អាតកាយវិចារចិត្តឲ្យបានបរិសុទ្ធនិងបង្កើននូវបុណ្យកុសលតាមគន្លងព្រះពុទ្ធសាសនាវីដេអូខ្ញុំក៏បានមកដល់ទីបញ្ចប់សំខាន់តែអភ័យទោសចំពោះកំហុសខុសឆ្គងបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះសូមកុំភ្លេចជួយចុច like share follow page និង subscribe channel YouTube របស់ខ្ញុំផងអរគុណជួបគ្នាវីដេអូក្រោយ